Okay អារ៉ៃគាត់សួរថា I would like to hear some of your personal tips on being productive please តាមពិតថាមានច្រើនអ្នកទាំងអស់គ្នាប៉ុន្តែខ្ញុំនិយាយតែមួយឯងដែលខ្ញុំប្រើរាល់ថ្ងៃហើយខ្ញុំបានប្រើវាតាំងពីឆ្នាំដូចជា2017ជាពេលដែលខ្ញុំចាប់ផ្ដើម work លើ startup ខ្លួនឯងដែលខ្ញុំត្រូវការ productive ខ្លាំងមែនតើនោះគឺ Pomodoro technique ហ្នឹងគឺយើងកំណត់ថាយើងធ្វើការប្រហែលនាទីបន្ទាប់មកយើង take break 1នាទីហើយយើងធ្វើអញ្ចឹងឲ្យបាន 4-5 session អញ្ចឹងណាអញ្ចឹងសម្រាប់ខ្ញុំឥឡូវហ្នឹងខ្ញុំកំណត់ថាខ្ញុំធ្វើការ30នាទីបន្ទាប់មកខ្ញុំ take break 10នាទីខ្ញុំសម្រាប់10នាទីចាំអត់ពេលដែលយើងនៅរៀនណាគឺវាមានអញ្ចឹងវាមាន schedule ណាមានពេលយើងរៀនវាមានពេលចេញលេងតែពេលយើងចេញធ្វើការវាលែងមានអាហ្នឹងតែប៉ុណ្្នឹងសំខាន់ណាពីព្រោះអីទី1ពេលដែលយើងធ្វើការតាមម៉ោងដែលយើងបានដាក់ហ្នឹងណាគឺយើងអត់បែកអារម្មណ៍ទេទោះបីយើងបែកអារម្មណ៍ក៏យើងបិទខ្លួនឯងអត់ឲ្យទៅធ្វើអីក្រៅពីការងារហ្នឹងឯងបែកអារម្មណ៍មិនក៏ដោយគឺនៅបន្តធ្វើនៅពេលអញ្ចឹងយើងអនុញ្ញាតឲ្យខ្លួនឯងចូលក្នុង flow ព្រោះសម្រាប់ខ្ញុំធ្វើការភ្លាមវាអត់ទាន់ចូលទេនៅតបែអញ្ចឹងតែនៅពេលដែលយើងបង្ខំឲ្យខ្លួនឯងធ្វើបានប្រហែលជា10នាទី15នាទីចាប់ដើមចូលហើយអញ្ចឹងពេលហ្នឹងធ្វើចេញមកលឿនហ្មងហើយដើម្បីជួយខ្ញុំបានណាខ្ញុំប្រើ device មួយនេះបើសិនជាមានអ្នកចាប់អារម្មណ៍អាច comment I don't know ចង់ទិញនៅក្រុមហ្នឹងព្រោះខ្ញុំពងគិតថាចង់យកមកលក់ដែរព្រោះខ្ញុំប្រើវាល្អមែនតើចានេះគឺនេះយើងអាចពវល់វាអញ្ចឹងណាអញ្ចឹងវាមានពី0នាទីរហូតដល់50នាទីអញ្ចឹងទៅអញ្ចឹងខ្ញុំដាក់ដូចថា30នាទីបន្ទាប់មកយើងចាប់ដើមចុចអញ្ចឹងវាចាប់ដើម countdown ហើយអញ្ចឹងដល់ពេលដែលដល់គឺវាលឺសលេងតែយើងអាចបិទសលេងបានបើសិនបើយើងនៅកន្លែងដែលអត់ចង់ឲ្យលឺសលេងអញ្ចឹងណាចាអាហ្នឹងគឺខ្ញុំប្រើជារៀងរាល់ថ្ងៃអរិយតដាហ្នឹងគាត់បានសួរថា how do you manage your time តាមពិតទាំងការរៀបចំផែនការទាំងការគ្រប់គ្រងពេលវេលាទាំងការធ្វើមិនធ្វើការឲ្យ productive អីហ្នឹងគឺវាចេញពីចំណុចតែមួយឯងតែក្រៅពី tip ដែលខ្ញុំបានចែកម្លែកហ្នឹងមានមួយទៀតដែលវាមូលដ្ឋានគ្រឹះហ្មងគឺថាតើយើងចង់បានអីដល់ពេលដែលយើងធ្វើការលើអីដែលយើងចង់បានលើគោលដៅរបស់យើងដែលពិតជាអ្វីដែលយើងចង់បានពិតមែនគឺយើងនឹងមានកម្លាំងច្រើនយើងនឹងមានកម្លាំងចិត្តច្រើនក្នុងការធ្វើការហើយមួយទៀតគឺយើងអត់ចំណាយពេលអត់ប្រយោជន៍យើងអត់ខ្ជះខ្ជាយពេលវេលាទៅធ្វើរឿងដែលមិនមែនជាអីដែលយើងចង់បានយើងអាចគ្រប់ក្នុងពេលវេលាយើងឲ្យវាល្អិតមិនក៏ដោយមួយថ្ងៃធ្វើការ10ក៏ដោយក៏បានដែរប៉ុន្តែសួរថាយើងធ្វើការហ្នឹងវាត្រូវមួយគោលដៅយើងអត់វាជាអ្វីដែលយើងចង់បានអត់វាជួយដល់អនាគតដែលយើងចង់បានអត់វាត្រូវជាមួយនឹងចរិតលក្ខណៈរបស់យើងអត់បើសិនជារឿងទាំងអស់ហ្នឹងអត់ត្រូវទេចឹងយើងពងខ្ជះខ្ជាយពេលវេលាអីចាអញ្ចឹងអ្វីដែលសំខាន់គឺត្រូវសួរខ្លួនឯងថាខ្ញុំចង់បានអីខ្ញុំចង់ទៅផ្លូវណាខ្ញុំចង់ក្លាយជាមនុស្សរបៀបម៉េចខ្ញុំចង់សម្រេចអីនៅក្នុងជីវិតរបស់ខ្ញុំហ្នឹងខ្ញុំដឹងថាសំណួរទាំងអស់ហ្នឹងវាមិនមែនងាយស្រួលឆ្លើយទេវាមិនមែនយើងសុកយើងអង្គុយគិតយើងនឹកឃើញទេប៉ុន្តែយើងត្រូវតែមានយ៉ាងហោចណាស់បន្តិចបន្តួចដើម្បីឲ្យពេលដែលយើងរៀបពេលវេលាឬក៏រៀប productivity របស់យើងគឺយើងតម្រង់ខ្លួនឯងទៅផ្លូវហ្នឹងហើយសម្រាប់ក្មេងៗគាត់សួរខ្ញុំដែរថាបើខ្ញុំនៅក្មេងខ្ញុំអត់ដឹងថាខ្ញុំចង់បានអីហ្នឹងបងខ្ញុំធ្វើមិនទៅមិនបាច់ចាប់ផ្ដើមហ្មងមែនខ្ញុំយល់ព្រោះពេលខ្ញុំនៅក្មេងក៏ខ្ញុំអត់ទាន់ច្បាស់ថាខ្ញុំចង់បានអីដែរប៉ុន្តែពេលហ្នឹងយើងអាចដាក់ថាគោលដៅនៃជីវិតយើងឥឡូវហ្នឹងគឺយើងចង់ challenge ខ្លួនឯងឲ្យធ្វើអីថ្មីទៅសាកនេះសាកនោះប៉ុន្តែយើងត្រូវតែតេស្តឲ្យអស់អញ្ចឹងយើងដាក់ goal ខ្លួនឯងយើងដាក់គោលដៅថាមួយខែហ្នឹងខ្ញុំចង់សាក project ថ្មីមួយខែក្រោយខ្ញុំចង់សាកសកម្មភាពអីថ្មីមួយទៀតខែក្រោយខ្ញុំចង់សាកដាក់កម្មវិធីនៅស្រុកក្រៅមួយនេះអញ្ចឹងយើងព្យាយាមរុញខ្លួនឯងឲ្យសាកកុំឲ្យថាយើងអត់ដឹងច្បាស់ហើយយើងអត់ធ្វើអីទាំងអស់ហ្មងប៉ុន្តែមកដល់រឿង manage your time វិញធ្វើមិនឲ្យរៀបពេលវេលាយើងឲ្យបានមានប្រសិទ្ធភាពល្អខ្ញុំគឺមានអានេះគឺជាសភៅ planner ហើយនិងសភៅ mind dump របស់ខ្ញុំបានន័យថាក្នុងហ្នឹងខ្ញុំដាក់ថាមួយខែហ្នឹងនេះខែ3ចឹងក្នុងហ្នឹងខ្ញុំបានដាក់ថាមួយខែហ្នឹងខ្ញុំត្រូវធ្វើអីគេខ្លះខ្ញុំមាន habit tracker នៅក្នុងហ្នឹងខ្ញុំមាន calendar របស់ខ្ញុំមើល calendar នេះខ្ញុំមាន calendar ថាខ្ញុំត្រូវធ្វើអីគេខ្លះហើយសម្រាប់មួយថ្ងៃគឺខ្ញុំមានមួយថ្ងៃអញ្ចឹងមួយថ្ងៃគឺខ្ញុំដាក់មួយ page ធំអញ្ចឹងដាក់ថាមួយថ្ងៃនេះខ្ញុំត្រូវធ្វើអីគេខ្លះអញ្ចឹងសម្រាប់ការងារដែលខ្ញុំមានគឺខ្ញុំដាក់នៅក្នុងនឹងទាំងអស់ហើយអញ្ចឹងមិនងាយទេខ្ញុំគិតថា 90% នៃរឿងដែលខ្ញុំត្រូវធ្វើគឺខ្ញុំមិនដែលភ្លេចទេដោយសារខ្ញុំមានកន្លែងទៅសេទុកអញ្ចឹងខ្ញុំអត់ចាំនៅក្នុងខួរក្បាលទាំងអស់ទេគឺខ្ញុំបែកវាខ្ញុំទៅសេ plan នៅក្នុងហ្នឹងបន្ទាប់មកខ្ញុំមើលវាថាបើមួយថ្ងៃហ្នឹងខ្ញុំធ្វើហើយខ្ញុំគ្រីសទៅបើធ្វើមិនហើយទេយើងដូរទៅថ្ងៃណាយើង schedule តាមហ្នឹងតទៀតចាអាហ្នឹងគឺជួយខ្ញុំខ្លាំងមែនតើហើយអានេះមិនខ្ញុំទៅប្រើឯអ្នកទាំងអស់គ្នានេះខ្ញុំចង់ឲ្យមើលអូយខ្ញុំចង់ឲ្យមើលសភៅនេះ2017ជា planner ដែលខ្ញុំប្រើតាំងឆ្នាំ2017 2017កាលហ្នឹងខ្ញុំនៅជាសិស្សហើយជាឆ្នាំដែលខ្ញុំពងព្យាយាមសំលុយហើយនឹង work លើ
គម្រោង start up ខ្លួនឯងដែលក្រោយមកខ្ញុំបានបើកក្រុមហ៊ុនដោយសារវាហ្នឹងអញ្ចឹងកាលហ្នឹងរាល់ឆ្នាំគឺខ្ញុំមាន planner ហ្នឹងមួយហើយខ្ញុំដាក់រហូតថាខ្ញុំត្រូវធ្វើអីអត់ដែលភ្លេចទេអញ្ចឹងនេះគឺជា system ដែលខ្ញុំប្រើមកវាជិត10ឆ្នាំហើយដែលវាពិតជាជួយខ្ញុំតាំងពីខ្ញុំនៅជាសិស្សទៅជាអ្នក freelance ទៅជាអ្នកម្ចាស់ក្រុមហ៊ុនរហូតមកដល់ឥឡូវទៅជា consultant អីអញ្ចឹងគឺវាជួយខ្ញុំច្រើនមែនតើចុះថា system ហ្នឹងបើអ្នកណាចូលចិត្តទៅសេនៅក្នុងទូរស័ព្ទនៅក្នុងអីគឺទៅសេតាមនឹងប្រើ calendar ក្នុងទូរស័ព្ទទៅតែសម្រាប់ខ្ញុំអត់ចូលចិត្ត type អញ្ចឹងខ្ញុំទៅសេនៅក្នុងដៃអញ្ចឹងទៅវាសុបាយទៅសេជាងឆៃរងគាត់សួរថាចង់ដឹងពីរបៀបរៀនភាសាបរទេសរបស់បងព្រោះបងចេះច្រើនភាសាណាស់តាមពិតណានិយាយតាមត្រង់ខ្ញុំរៀនភាសាបរទេសហ្នឹងដោយសារឪពុកម្ដាយខ្ញុំទេមិនមែនខ្ញុំសុកខ្ញុំទៅរៀនពេលខ្ញុំធំទេដូចរៀនចិនអញ្ចឹងខ្ញុំរៀនចិនតាំងខ្ញុំអាយុ5ឆ្នាំកន្លះព្រោះឪពុកម្ដាយខ្ញុំបានដាក់ខ្ញុំចូលទៅសាលាចិនបន្ទាប់មកខ្ញុំចូលរៀនខ្មែរនៅអាយុ6ឆ្នាំបន្ទាប់មកពេលដែលខ្ញុំប្រហែលជាអាយុ9ឆ្នាំខ្ញុំចូលរៀនអង់គ្លេសក្រៅម៉ោងពេលល្ងាចបន្ទាប់មកខ្ញុំធ្លាប់ព្យាយាមរៀនខ្លួនឯងដូចរៀនកូរ៉េរៀនអីចឹងប៉ុន្តែខ្ញុំអត់បានរៀនទៅសាលាព្រោះអត់មានពេលអញ្ចឹងសួរថារបៀបរៀនវាមិនខ្ញុំពិតជាអត់អាចនិយាយបានដោយសារខ្ញុំអត់បានរៀនឥឡូវខ្ញុំរៀនតាំងពីខ្ញុំនៅក្មេងអានេះក៏ខ្ញុំចង់និយាយលើកអរគុណដល់ឪពុកម្ដាយខ្ញុំដែរគាត់បានដាក់ឲ្យខ្ញុំរៀនចិនតាំងពីចិនគេអត់តល្បីបញ្ជូនកូនទៅទាំងតែគាត់អត់សូវមានលុយនិយាយមែនគ្រួសារខ្ញុំមិនមែនជាអ្នកទូទាទេពេលខ្ញុំនៅទូចអញ្ចឹងគឺគាត់ខំប្រឹងសុំអាហារូបករណ៍កន្លែងធ្វើការគាត់អីអញ្ចឹងដោយសារគាត់ជឿលើតម្លៃនៃភាសាគាត់ចង់ឲ្យកូនរៀនភាសាឲ្យតើកូនចង់រៀនភាសាអីគាត់នឹងរកវិធីធ្វើមិនរៀនសូម្បីបងស្រីមួយអ្នកនៅជាមួយខ្ញុំកាលពីនៅទូចហ្នឹងគាត់ចង់រៀនជប៉ុនណាម៉ាក់ខ្ញុំខំប្រឹងអនុញ្ញាតឲ្យទៅរៀនជប៉ុនបងលុយឲ្យទៅរៀនជប៉ុនរៀនអង់គ្លេសទៀតយើងចេះភាសាទៅច្រើនផ្លូវដើរបើយើងទៅថ្ងៃមុខទៅច្រើនមិនតែភាសាចិនមិនតែភាសាអង់គ្លេសភាសាអីក៏ដោយឥឡូវមកដល់រឿងរបៀបរៀនភាសាវិញគឺវាអត់មានអីទេវាមានតែយើងព្យាយាមនឹងឯងការរៀនភាសាគឺវាមានតែអញ្ចឹងឯងយើងទៅរៀនបើយើងមានគ្រូហត់តែល្អយើងទៅរៀនគ្រូឲ្យធ្វើអីយើងធ្វើហ្នឹងទៅយើងព្យាយាមនិយាយភាសាហ្នឹងជាមួយនឹងគ្រូជាមួយនឹងមិត្តរួមថ្នាក់ព្យាយាមមើលរឿងក្នុងភាសាហ្នឹងព្យាយាមទៅសេក្នុងភាសាហ្នឹងព្យាយាមប្រើប្រាស់ភាសាហ្នឹងគឺវាអត់មានផ្លូវកាត់ទេផ្លូវកាត់ខ្ញុំដឹងថាមានផ្លូវកាត់មួយក្នុងការរៀនភាសាគឺយើងទៅនៅប្រទេសហ្នឹងតែចង់រៀនចិនណាទៅនៅចិនដឹងរៀនចេះលឿនហ្មងអាហ្នឹងបើសិនយើងមានលទ្ធភាពអាហ្នឹងផ្លូវកាត់តែបើយើងអត់មានលទ្ធភាពក្នុងការទៅរៀនក្នុងការទៅនៅប្រទេសដែលប្រើភាសាហ្នឹងទេគឺមានតែការខិតខំប្រឹងប្រែងរបស់យើងជារៀងរាល់ថ្ងៃហ្នឹងឯង